ណែអាក្មួយអាយដល់ពូវ៉ាន់ដាគេបានទិញឡានថ្មីហើយបន្ទាប់ពីចប់ concert មកលុយដល់ហើយលុយអីតែអាយដល់ពួកឯងអាយដល់ខ្ញុំក៏លុយដែរជីវិតគេទិញសិតតែខ្សែកពេជ្រនិងនាឡិកាតម្លៃរាប់សិបម៉ឺនដុល្លារខ្ញុំអួតមួយម៉ាត់ផងវ៉ាវលុយចឹងផងក្នុងនាមយើងជាអ្នកគាំទ្រពេលឃើញ idol មានរបស់ថ្លៃប្រើមានគេឈ្មោះល្បីសុសសាយពួកយើងជាអ្នកគាំទ្រខំប្រឹងគាំទ្របន្តទៀតដើម្បីឲ្យ idol របស់យើងឈានដល់ដំណាក់កាលពិភពលោកបាទមែនហើយពូយើងជាអ្នកគាំទ្រយើងត្រូវគាំទ្រគាត់បន្តទៀតព្រោះថា idol របស់យើងទាំងពីរគាត់ខំប្រឹងផ្សព្វផ្សាយប្រពៃណីវប្បធម៌ខ្មែរទៅកាន់ពិភពលោកមិនថាជារបៀបឬក៏វណ្ណដាដែរគាត់ខំប្រឹងដូចគ្នាអញ្ចឹងហើយយើងជាអ្នកគាំទ្រយើងត្រូវគាំទ្រគាត់បន្តទៀតស៊ូៗឡើងមែនហើយអាក្មួយ KSK